ពុទ្ធភាសិតចិត្តវៈពួកធរនិយាយអំពីចិត្តពួកបណ្ឌិតធ្វើចិត្តរបស់ខ្លួនដែលវាកោងឲ្យជាចិត្តស្លូតត្រង់កាលបើចិត្តសៅមងហើយទុក្ខតិនឹងមានប្រាកដកាលបើចិត្តមិនសៅមងហើយសុគតិនឹងមានប្រាកដចិត្តអាក្រក់កើតឡើងក្នុងកាលណាបុគ្គលត្រូវហាមឃាត់ចិត្តក្នុងកាលនោះបុគ្គលអ្នកជាប់ជំពាក់ដោយទម្លាប់នឹងវត្តប្រណិប័តខុសទំនងដែលជាអ្នកប្រព្រឹត្តជឿថាជាផ្លូវបរិសុទ្ធនាំឲ្យរួចចាក់ទុកព្រោះតណ្ហាគ្រប់សង្កត់ទោះប្រព្រឹត្តនៅការប្រព្រឹត្តកាន់វត្តយ៉ាងតឹងដើម្បីធ្វើកាយនឹងចិត្តឲ្យស្ងប់ដល់សៅមងអស់100ឆ្នាំក៏ចិត្តរបស់បុគ្គលទាំងឡាយនោះមិនរួចស្រឡះដោយប្រពៃឡើយបុគ្គលទាំងឡាយនោះមានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាបមិនដល់នៅព្រះនិព្វានឡើយសត្វលោកតែងនាំទៅដោយចិត្តសត្វលោកតែងភើចកន្ត្រាក់ដោយចិត្តសត្វទាំងពួងតែងប្រព្រឹត្តទៅតាមអំណាចធម៌មួយគឺចិត្តភិក្ខុដែលមានព្រះអរហន្តជាអានិសង្សគប្បីជាអ្នកមានឈានជាអ្នកមានចិត្តរួចស្រឡះគប្បីប្រាថ្នានៅសេចក្តីសម្រេចនៃហរតីគឺព្រះអរហន្តដឹងច្បាស់នៅកិរិយាកើតឡើងនិងការសូន្យទៅនៃសង្ខារលោកហើយជាអ្នកមានចិត្តល្អជាអ្នកមិនអាស្រ័យនៅតណ្ហានិងទិដ្ឋិចិត្តរបស់លោករមែងក្តៅក្រហាយព្រោះសេចក្តីប្រែប្រួលនៃសញ្ញាលោកចូលវានៅនិមិត្តល្អដែលប្រកបដោយរាគៈចេញបុគ្គលណាតក់ស្លុតនឹងសម្លេងដូចជាសត្វឆ្លុះក្នុងព្រៃអ្នកប្រាជ្ញហៅបុគ្គលនោះថាជាអ្នកមានចិត្តស្រាលកិច្ចវត្តរមែងមិនសម្រេចដល់បុគ្គលនោះទេយើងទាំងឡាយគួរជាអ្នកឆ្លៀសក្នុងវីរៈនៃចិត្តរបស់ខ្លួនផ្ទះដែលប្រក់ខ្ជាហើយដំណក់ទឹកភ្លៀងរមែងលិចរហូតយ៉ាងណាមិញចិត្តដែលបុគ្គលមិនបានអប់រំទុកហើយរាគៈរមែងចាក់ដោតយ៉ាងនោះដែរអ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រក្លែងក្លងរក្សាបានដោយកម្រហាមឃាត់បានដោយលំបាកឲ្យជាចិត្តត្រង់បានដោយអ្នកធ្វើព្រួញពុតព្រួញឲ្យត្រង់ចិត្តនេះដែលបុគ្គលលើកឡើងចាកអាល័យគឺកម្មគុណ5បោះទៅក្នុងវិបស្សនាកម្មដ្ឋានដើម្បីលះបង់នៅវត្តៈជាទីនៅនៃមារមែងញាប់ញ័រដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹកបោះទៅលើគោកដូច្នោះឯងការទូមានចិត្តដែលសង្កត់សង្កិនបានដោយលំបាកជាធម្មជាតិរហ័សមានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយរមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេចព្រោះថាចិត្តដែលហ្វឹកហ្វឺនបានហើយរមែងនាំមកនៅសេចក្តីសុខអ្នកមានប្រាជ្ញាគួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេកដែលល្អិតពេកណាស់មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយព្រោះថាចិត្តដែលគេបានរក្សាហើយរមែងនាំមកនៅសេចក្តីសុខអ្នកទាំងឡាយណានឹងសង្រួមចិត្តដែលនៅឆ្ងាយជាចិត្តត្រាច់ទៅតែឯងមិនមានសេរីរៈមានគុហាគឺមហាភូតរូប4ជាទីអាស្រ័យនៅអ្នកទាំងឡាយនោះរមែងរួចចាកចំណងនៃមាប្រាជ្ញារមែងមិនបរិបូរណ៍ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួនបុគ្គលដែលមិនដឹងច្បាស់នៅព្រះសទ្ធម្មបុគ្គលដែលមានសេចក្តីជ្រះថ្លាអណ្ដែតទៅភ័យរមែងមិនមានដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈបុគ្គលអ្នកមានចិត្តដែលទោសខ្ទាំងខ្ទប់មិនបានបុគ្គលអ្នកមានបុណ្យនឹងបាបលះចោលហើយបុគ្គលអ្នកភ្ញាក់រលឹកជានិច្ចបុគ្គលដឹងច្បាស់ហើយនៅកាយនេះថាដូចជាឆ្នាំងបិទនៅចិត្តនេះហើយឲ្យដូចជាបិទទ្វារនគរគប្បីច្បាំងនៅមាដោយអាវុធគឺបញ្ញាគប្បីរក្សាទុកនៅធម៌ដែលខ្លួនឈ្នះហើយគប្បីជាអ្នកមិនដំអកនៅក្នុងធម៌នោះឡើយចៅក្រឡេកឃើញចៅផងគ្នាឬបុគ្គលមានពៀក្រឡេកឃើញបុគ្គលមានពៀផងគ្នាគប្បីធ្វើនៅសេចក្តីវិនិច្ឆ័យណាមួយដល់គ្នាចិត្តដែលបុគ្គលតាំងទុកខុសហើយរមែងធ្វើបុគ្គលនោះឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនិច្ឆ័យនោះទៅទៀតមាតាបិតាមិនគប្បីធ្វើហេតុនោះបានឬជនទាំងឡាយដតីជាញាតិមិនគប្បីធ្វើហេតុនោះបាន
ចំណែកខាងចិត្តដែលបុគ្គលតាំងទុកត្រូវហើយរមែងធ្វើបុគ្គលនោះឲ្យប្រសើរជាងហេតុនោះបានភ្នំថ្មតាន់រមែងមិនរំភើបព្រោះខ្យល់ដូចម្ដេចមិញបណ្ឌិតទាំងឡាយរមែងមិនរំភើបព្រោះពាក្យនិន្ទានិងពាក្យសរសើរជាដើមដូច្នោះឯងអ្នកទាំងឡាយចូលរក្សាចិត្តរបស់ខ្លួនបុរសណាមានចិត្តមិនរួញរាចម្រើនកុសលធម៌ដើម្បីដល់នៅព្រះនិព្វានជាទីខ្សែមចាកធម៌ជាគ្រឿងប្រកបសត្វក្នុងវត្តដាក់ដោយចិត្តមិនរួញរាបុរសនោះគប្បីដល់នៅធម៌ជាគ្រឿងអស់ទៅនៃកិលេសជាគ្រឿងប្រកបចិត្តទាំងពួងតាមលំដាប់បុគ្គលគប្បីនាំទៅនៅភេកប្រេងដែលពេញត្រឹមកណ្ដាប់មាត់មិនឲ្យស្រក់ទៅបានយ៉ាងណាមិញព្រះយោគាវចរការប្រាថ្នានៅទិសដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានគប្បីរក្សានៅចិត្តរបស់ខ្លួនដោយសតិយ៉ាងនោះដែរចិត្តដែលប្រកបដោយប្រយោជន៍រកប្រមាណមិនបានឈ្មោះថាបុគ្គលអ្នកបានចម្រើនបរិបូរណ៍ហើយអំពើណាដែលបុគ្គលបានធ្វើល្មមប្រមាណអំពើនោះរមែងមិនសល់នៅក្នុងចិត្តរបស់បុគ្គលអ្នកបានចម្រើននោះឡើយអ្នកលុះក្នុងអំណាចនៃចិត្តរមែងក្តៅក្រហាយសេចក្តីចម្រើនរមែងមិនមានដល់បុគ្គលអ្នកមានចិត្តប្រទុះឡើយមួយទៀតបុគ្គលណាជាអ្នកធ្វើអំពើអាក្រក់ជាអ្នកបោកប្រាស់ទ្រព្យសម្បត្តិដែលជាកេរមរតករបស់បិតានិងបងប្អូនឯងពួកទេវតារមែងមិនបូជាបុគ្គលនោះឡើយអាណាបាណសតិរបស់បុគ្គលណាដែលមិនបានបំពេញមិនបានចម្រើនកាយរបស់បុគ្គលនោះរមែងរំភើបផងចិត្តរបស់បុគ្គលនោះរមែងរំភើបផងអាណាបាណសតិរបស់បុគ្គលណាដែលបានបំពេញបានចម្រើនកាយរបស់បុគ្គលនោះរមែងមិនរំភើបផងចិត្តរបស់បុគ្គលនោះរមែងមិនរំភើបផង